សួស្តីទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយមកសិក្សាអំពីផែនដីវិទ្យាទី12ដែលគេនិយាយអំពីកាឡាក់ស៊ីឥឡូវកុំឲ្យខាតពេលយូរតោះយើងទៅសិក្សាទាំងអស់គ្នាទី1គេសួរថាតើកាឡាក់ស៊ីជាអ្វីទី2តើកាឡាក់ស៊ីមានប្រមាណអ្វីខ្លះ3តើក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងស្ថិតនៅក្នុងកាឡាក់ស៊ីឈ្មោះអីឥឡូវយើងទៅមើលចម្លើយទាំងអស់គ្នាពីព្រោះថានៅក្នុងមេរៀននេះក៏សំខាន់ដែរពីព្រោះថាគេប្រឡងចេញនៅក្នុងបាក់ឌុបកាឡាក់ស៊ីគឺជាក្រុមតារានិងប្រព័ន្ធតារាកម្រងតារាធូលីនិងឧស្ម័នយ៉ាងធំផ្ដុំគ្នាដោយសារទំនាញទី2កាឡាក់ស៊ីមាន3ប្រភេទគឺកាឡាក់ស៊ីរាងគូតខ្យងកាឡាក់ស៊ីរាងពងក្រពើនិងកាឡាក់ស៊ីរាងមិនទៀងទាត់ហើយមកដល់ទី3គឺប្រព័ន្ធព្រះអាទិត្យរបស់យើងគឺស្ថិតនៅក្នុងកាឡាក់ស៊ីរាងគូតខ្យងហើយចម្លើយរបស់យើងក៏អស់ហើយគឺសូមអ្នកទាំងអស់គ្នាចាំថានៅក្នុងប្រព័ន្ធកាឡាក់ស៊ីរបស់យើងគឺមាន3ហ្នឹងហើយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺស្ថិតនៅក្នុងកាឡាក់ស៊ីរាងគូតខ្យងឬក៏ Milky Way ហ្នឹងឯងហើយសំណួរទាំងអស់នេះគឺអាសាចេញដែរនៅក្នុងការប្រឡងបាក់ឌុបប៉ុន្តែយើងគួរតែរៀនវាទុកជាមុនទៅពីព្រោះថាយើងមិនអាចដឹងបានទេថាមេរៀននេះចេញមេរៀននោះមិនចេញអញ្ចឹងណាហើយវីដេអូរបស់យើងឈានដល់ទីបញ្ចប់ហើយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនានៅវីដេអូនេះហើយកុំភ្លេចចុច Subscribe ម្នាក់មួយដើម្បីទទួលបាននៅវីដេអូនិងចំណេះដឹងថ្មីៗទៀត